អត្ថប្រយោជន៍ច្រើនជាង10យ៉ាងដែលទទួលបានពីខ្ទឹមបារាំងសុខភាពខ្ទឹមបារាំងជាមើមរុក្ខជាតិដែលត្រូវបានគេយកមកធ្វើជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបអាហារដើម្បីទទួលទានហើយល្អបំផុតនោះអ្នកគួរតែទទួលទានខ្ទឹមបារាំងស្រស់ទើបទទួលបានអត្ថប្រយោជន៍កាន់តែច្រើនខាងក្រោមនេះជាអត្ថប្រយោជន៍នៃខ្ទឹមបារាំង 1. បង្ការជំងឺមហារីកផ្ទុកសមាសធាតុប្រឆាំងអុកស៊ីសកម្មខ្ពស់ជួយប្រឆាំងការកកើតរ៉ាឌីកាល់សេរីដែលជាមូលហេតុបង្កជាកោសិកាមហារីក 2. ព្យាបាលសក់មីនអង្គែផ្ទុកសារធាតុស្ពាន់ធัวដែលជួយព្យាបាលអង្គែអ្នកគ្រាន់តែយកទឹកខ្ទឹមបារាំងមកម៉ាស្សាលើសក់ក្បាលរយៈពេល15ទៅ20នាទីរួចលាងសម្អាតជាមួយទឹកក្តៅអ៊ុនៗជាការស្រេច 3. ប្រឆាំងនឹងបន្ថយការរលាកទប់ស្កាត់ការកើតឡើងនៃអាស៊ីតខ្លាញ់ដែលជាមូលហេតុបង្កឲ្យមានការរលាកផ្សេងៗដូចជាជំងឺរលាកសន្លាក់និងរលាកសន្លាក់រ៉ាំរ៉ៃជាដើមក្នុងករណីដែលអ្នករលាកដោយកម្ដៅឬកត្តាផ្សេងៗអ្នកអាចយកចិត្តខ្ទឹមបារាំងជាបន្ទាក់យកទៅដាក់លើស្បែកដែលរលាកនោះរយៈពេល2ទៅ3នាទីវានឹងបន្ធូរបន្ថយការឈឺចាប់ដែរ 4. បង្ការជំងឺបេះដូងសារធាតុស្ពាន់ធរក្នុងខ្ទឹមបារាំងជួយការពារគ្រាប់ឈាមមិនឲ្យកកដុំដែលជាមូលហេតុបណ្ដាលឲ្យគាំងបេះដូង 5. ព្យាបាលមុនយកទឹកខ្ទឹមបារាំងលាបលើបរិវេណដែលមានមុននៅលើផ្ទៃមុខនោះវានឹងជួយព្យាបាលមុនទាំងនោះ 6. បន្ថយជាតិស្ករដែលជួយបង្ការជំងឺទឹកនាំផ្អែមផ្ទុកសារធាតុ Allia propyl disulfide ដែលជួយបន្ថយបរិមាណជាតិស្ករក្លូកូក្លន់ឈាមដែលជួយបង្ការជំងឺទឹកនាំផ្អែមនិងល្អសម្រាប់អ្នកជំងឺទឹកនាំផ្អែមដែលត្រូវការបរិភោគអាហារដែលជួយបន្ថយជាតិស្ករក្នុងឈាម 7. បង្ការជំងឺរបេងជួយបង្ការជំងឺរបេងដែលលោកអ្នកគ្រាន់តែទទួលទានខ្ទឹមបារាំង2មើមក្នុងមួយថ្ងៃបន្ថែមពីលើនេះដែរខ្ទឹមបារាំងក៏បានផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនទៀតដូចជាជួយកម្ចាត់ជាតិពុលនិងបាក់តេរីពង្រឹងប្រព័ន្ធភាពស៊ាំជំនួយដល់ភ្នែកភ្លឺច្បាស់ល្អសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងបង្ការជំងឺផ្សេងៗផងដែរ